សូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានកសិកម្មក្រៅប្រទេសរបស់ទូរទស្សន៍អនឡាញ AODB សម្រាប់នីតិកាលព័ត៌មានសំខាន់ៗនៅថ្ងៃនេះមានដូចជាអាមេរិកអាចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន$10,000 លានជួយកសិកររងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនឥណ្ឌូនេស៊ីចាប់ផ្ដើមសម្អាតវិទ្យុសកម្មសេរីយ៉ូមដែលប៉ះពាល់ដល់បង្គានាំចេញទៅអាមេរិកធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាទស្សនិកជនសម្រាប់ព័ត៌មានទី1នៅថ្ងៃនេះអាមេរិកអាចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន$10,000 លានជួយកសិកររងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនកសិករអាមេរិកកំពុងហាយឆ្លងកាត់ពេលវេលាដ៏លំបាកដោយសារសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Donald Trump ដែលប្រភពបាននិយាយថាឥឡូវនេះសេដ្ឋវិមានកំពុងរៀបចំឲ្យសង្គ្រាមនេះអូសបន្លាយតទៅទៀតដោយបញ្ចេញថវិកាសង្គ្រោះរាប់ពាន់លាន$ដល់កសិករទូរទស្សន៍ CNN បានចេញដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលបានលើកឡើងអំពីការឡើងថ្លៃដើមផលិតនិងការសងសឹកពីបរទេសចំពោះអត្រាពន្ធកុយថ្មីបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាមេរិកដូចជាកង្វះកម្លាំងពលកម្មនិងតម្លៃទំនិញធ្លាក់ចុះយោងតាមក្រសួងកសិកម្មអាមេរិកបានឲ្យដឹងថាការចំណាយលើផលិតកម្មកសិកម្មត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង$467,000 លានក្នុងឆ្នាំ2025គឺកើនឡើងចំនួន$12,000 លានបើធៀបជាមួយនឹងឆ្នាំ2024ចំណែកទិន្នន័យរបស់តុលាការសហរដ្ឋអាមេរិកបានបង្ហាញថាការខ្សែធនរបស់កសិដ្ឋានបានកើនឡើងនៅក្នុងឆមាសទី1នៃឆ្នាំ2025បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ2021គោលនយោបាយរបស់លោក Donald Trump បានធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីការនិរទេសកម្លាំងពលកម្មចំណាក់ស្រុករហូតដល់បង្កភាពតានតឹងផ្នែកពាណិជ្ជកម្មសាជាថ្មីរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនចំណែកផលិតផលដំណាំប្រពៃណីរបស់អាមេរិកមានដូចជាសណ្តែកសៀងបានធ្លាក់ចូលក្នុងស្ថានភាពពិបាករកទីផ្សារជាការពិតឧស្សាហកម្មសណ្តែកសៀងរបស់សហរដ្ឋអាមេរិកបានក្លាយទៅជាបញ្ហានៃសេដ្ឋកិច្ចកសិកម្មតាំងពីក្នុងឆ្នាំដំបូងនៃអាណត្តិទី2របស់លោក Donald Trump ហើយបញ្ហាខ្វះទីផ្សារកសិផលនេះបានបង្កើនសម្ពាធលើរដ្ឋបាលរបស់លោកដើម្បីរកដំណោះស្រាយជួយកសិករជាបន្ទាន់ប្រភពបាននិយាយថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះសេដ្ឋវិមានបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួងកសិកម្មនិងរដ្ឋាភិបាលដោយព្យាយាមបញ្ចប់កញ្ចប់ថវិកាសង្គ្រោះសម្រាប់ជួយកសិករដាំសណ្តែកសៀងអាមេរិកកាលពីឆ្នាំ2024ក្រសួងកសិកម្មអាមេរិកបានបោះពុម្ពផ្សាយរបាយការណ៍សង្ខេបប្រចាំសប្តាហ៍អំពីការនាំចេញថ្មីបំផុតនៃកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិនប៉ុន្តែនាពេលថ្មីនេះរបាយការណ៍អំពីការលក់សណ្តែកសៀងទៅប្រទេសចិនលែងមានទៀតហើយព្រោះចិនឈប់ទិញសោះតែម្ដងសណ្តែកសៀងគឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយគត់របស់អាមេរិកទៅកាន់ប្រទេសចិនដែលមានតម្លៃជាទឹកប្រាក់ជាង$12.6 លានកាលពីឆ្នាំ2024ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាមេរិកបែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន52%នៃទិន្នផលសណ្តែកសៀងសរុបមិនឃើញបញ្ជាទិញអ្វីទាំងអស់សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរគិតចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2025ដែលជាពេលត្រូវចាប់ផ្ដើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំដើម្បីកសិករអាមេរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ប៉ុន្តែផ្ទុយទៅវិញចិនមិនបានទិញសណ្តែកសៀងអាមេរិកសោះតែម្ដងមូលហេតុបង្កឡើងដោយសារពន្ធសងសឹករបស់ចិនបានដាក់លើសហរដ្ឋអាមេរិកដែលធ្វើឲ្យតម្លៃសណ្តែកសៀងអាមេរិកមិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយពេញមួយរដូវក្តៅកសិករអាមេរិកបានសង្ឃឹមថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump និងប្រទេសចិនអាចចរចាឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេប៉ុន្តែរហូតមកដល់ពេលនេះមិនមានការធូរស្រាលណាមួយកើតឡើងនោះទេក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសផ្សេងទៀតមានដូចជាប្រទេសអេស៊ីបតៃវ៉ាន់និងប្រទេសបង់ក្លាដេសកំពុងតែទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកប៉ុន្តែការនាំចេញសណ្តែកសៀងសរុបបានធ្លាក់ចុះ23%នៅឆ្នាំ2025នេះចំណែកផលវិបាកកំពុងតែកើតឡើងចំពោះកសិករអាមេរិកកាលពីចុងខែកញ្ញាឆ្នាំ2025នេះរដ្ឋបាលលោក Donald Trump បានសន្យាគាំទ្រប្រទេសអាហ្សង់ទីនខណៈប្រទេសនេះប្រឈមមុខនឹងភាពចលាចលផ្នែកសេដ្ឋកិច្ចនៅថ្ងៃដដែលនោះដែរប្រទេសអាហ្សង់ទីនបានលើកលែងពន្ធលើការនាំចេញកសិផលសំខាន់ៗមួយចំនួនរួមទាំងសណ្តែកសៀងផងដែរ
របាយការណ៍របស់ក្រសួងកសិកម្មអាមេរិកបានឲ្យដឹងថានៅឆ្នាំ2024តម្លៃសណ្តែកសៀងរបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹមប្រហែល$367ប៉ុណ្ណោះក្នុងមួយតោនចាទស្សនិកជនសម្រាប់ព័ត៌មានចុងក្រោយនៅថ្ងៃនេះឥណ្ឌូនេស៊ីចាប់ផ្ដើមសម្អាតវិទ្យុសកម្មសេរីយមដែលប៉ះពាល់ដល់បង្គានាំចេញទៅអាមេរិករដ្ឋាភិបាលឥណ្ឌូនេស៊ីបានចាប់ផ្ដើមសម្អាតសារធាតុវិទ្យុសកម្មសេរីយម137នៅតាមទីតាំងចំនួន2ក្នុងតំបន់ឧស្សាហកម្មមួយកន្លែងដែលស្ថិតនៅក្នុងខេត្តបានតេនភាគខាងលិចទីក្រុងហ្សាកាតានិងបន្តបោសសម្អាតនៅតាមទីតាំងផ្សេងទៀតអនុប្រធានផ្នែកគ្រប់គ្រងការបំពុលនិងការខូចខាតបរិស្ថាននៃក្រសួងបរិស្ថានបាននិយាយថាទីតាំងចំនួន10ត្រូវបានគេកំណត់ថាមានជាតិពុលដោយវិទ្យុសកម្មសេរីយម137ដែលគិតត្រឹមថ្ងៃទី2ខែតុលាឆ្នាំ2025ក្រុមការងាររដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបន្ទុកគ្រោះថ្នាក់វិទ្យុសកម្មបានដកហូតធុងជ័រចំនួន20និងថង់ប្លាស្ទិកចំនួន17ថង់ព្រមទាំងសម្ភារៈសម្រាប់បំពុលមួយចំនួនទៀតការកម្ចាត់មេរោគកំពុងត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែរដើម្បីធានាសុវត្ថិភាពកម្មករនិងការពារការប៉ះពាល់នឹងវិទ្យុសកម្មបន្ថែមទៀតវត្ថុធាតុកខ្វក់មានផ្ទុកកម្រិតវិទ្យុសកម្មខ្ពស់ត្រូវបានជីកកកាយដោយប្រើឧបករណ៍ធុនធ្ងន់ហើយបានផ្លាស់ប្ដូរទៅកន្លែងរក្សាទុកជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុនលោកក៏បាននិយាយថារដ្ឋាភិបាលបានបដិញ្ញាអនុវត្តយ៉ាងខ្លាំងក្លានូវកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយនិងគ្រប់គ្រងការចម្លងមេរោគយោងតាមរដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិកបានឲ្យដឹងថាដំបូងឡើយបានរកឃើញការចម្លងរោគវិទ្យុសកម្មសេរីយម137ត្រូវបានគេរាយការណ៍ថាបានរកឃើញនៅក្នុងផលិតផលបង្គាបង្កកដែលនាំចេញពីឥណ្ឌូនេស៊ីទៅកាន់ទីផ្សារសហរដ្ឋអាមេរិកចំណែកក្រោយមកអាជ្ញាធរឥណ្ឌូនេស៊ីបានបិទទីតាំងក្រុមហ៊ុនកែច្នៃវេចខ្ចប់ដែលសង្ស័យថាជាប្រភពនៃការចម្លងរោគវិទ្យុសកម្មនៅក្នុងផលិតផលបង្គាកាលពីចុងខែកញ្ញាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់ម្ហូបអាហារបានបញ្ជាក់ថាការចម្លងរោគវិទ្យុសកម្មសេរីយម137ត្រូវបានរក្សាទុកនៅក្នុងបរិវេណឧស្សាហកម្មហើយមិនប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាតិឬការនាំចេញឡើយក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានពិនិត្យកម្មករចំនួន1562នាក់នៅក្នុងរង្វង់ផ្ទៃដីទំហំ5គីឡូម៉ែត្រនៃតំបន់ឧស្សាហកម្មអ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាប្រឈមនឹងគ្រោះថ្នាក់សារធាតុវិទ្យុសកម្មនេះត្រូវបានព្យាបាលដោយឱសថឈ្មោះ Prussian Blue ដែលជាឱសថសម្រាប់ស្រូបយកសារធាតុវិទ្យុសកម្មសេរីយម137ចេញពីរាងកាយអ្នកជំងឺប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសនាំចេញផលិតផលបង្គាធំជាងគេទី5របស់ពិភពលោកដែលមានបរិមាណបង្គាប្រមាណចំនួន 6% នៃការនាំចេញលើពិភពលោកក្នុងនោះប្រហែល 2/3 នៃផលិតផលបង្គាទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកយោងតាមទិន្នន័យបានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ីបាននាំចេញបង្គាប្រហែល 215,000 តោនដែលមានតម្លៃប្រហែល $1.7 លានសហរដ្ឋអាមេរិកគឺជាទីផ្សារចម្បងសម្រាប់បង្គាឥណ្ឌូនេស៊ីដែលមានចំនួន 63.7% នៃការនាំចេញសរុបបន្ទាប់មកគឺប្រទេសជប៉ុនលោកបាននិយាយថាប្រសិនបើរឿងនេះនៅតែបន្តកើតមានគ្រួសារអ្នកនេសាទឥណ្ឌូនេស៊ីរាប់លានដែលពឹងផ្អែកលើឧស្សាហកម្មនេះនឹងប្រឈមមុខបាត់បង់ការងារធ្វើប្រទេសឥណ្ឌូនេស៊ីបានបង្កើតក្រុមការងារមួយបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំដល់អ្នកប្រើប្រាស់អ្នកចែកចាយនិងអ្នកលក់ជនជាតិអាមេរិកមិនត្រូវបរិភោគលក់ឬធ្វើម្ហូបបង្គាបង្កកនាំចូលពីប្រទេសឥណ្ឌូនេស៊ីដែលផ្ទុកសារធាតុវិទ្យុសកម្មសេរីយម137ភាយចេញពីកន្លែងសាកល្បងនុយក្លេអ៊ែរនាពេលកន្លងមកនោះទេចាទស្សនិកជនសម្រាប់ព័ត៌មានកសិកម្មក្រៅប្រទេសរបស់ទូរទស្សន៍អនឡាញ AODB នៅថ្ងៃនេះបានឈានដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណដល់ទស្សនិកជនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅកម្មវិធីនេះគណៈពេលនេះនាងខ្ញុំរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា